រហូតដល់ថ្ងៃស្លាប់ទើបយើងអីទើបយើងអាចដឹកនាំកូនយើងបានទើបយើងអាចដឹកនាំគ្រួសារយើងបានទើបយើងអាចដឹកនាំខ្លួនយើងបានកន្លែងហ្នឹងដែលខ្ញុំចង់និយាយថាប្រសិនបើខ្ញុំប្រើពាក្យអភិវឌ្ឍគឺជាដំណើរការដែលគ្មានទីបញ្ចប់និងគ្មានព្រំដែនចឹងយើងសួរសំណួរមួយថាតើឪពុកម្ដាយរាល់ថ្ងៃឪពុកម្ដាយរាល់ថ្ងៃដែលមានឋានៈជាឪពុកម្ដាយរាល់ថ្ងៃមានរៀនអត់បាទបងប្អូនអត់រៀនទេបើគាត់អត់រៀនទេមានន័យស្មើពាក្យថាម៉េចគាត់អត់អភិវឌ្ឍទេបើគាត់អត់អភិវឌ្ឍមានន័យថាគាត់អត់ផ្លាស់ប្ដូរទេមានន័យថាគាត់នៅប្រើអីផ្នត់គំនិតចាស់គាត់ប្រើទម្លាប់ចាស់អានងដែលលោកគ្រូប្រាប់ថាម៉េចវាអត់អភិវឌ្ឍលោកគ្រូហងៃជាឪពុកលោកគ្រូហងៃជាសាស្ត្រាចារ្យតើលោកគ្រូមានរៀនអត់រៀនហងៃបើលោកគ្រូអត់រៀនមានន័យថាលោកគ្រូអត់អភិវឌ្ឍបើលោកគ្រូអត់អភិវឌ្ឍមានន័យថាលោកគ្រូអត់អាចទៅដឹកនាំគេបានទេបាទឥឡូវគេចេញដល់ឥឡូវខ្ញុំលើកឧទាហរណ៍តើលោកគ្រូត្រូវរៀន AI អត់រៀនបើលោកគ្រូអត់រៀន AI លោកគ្រូទៅនិយាយមួយណាគេកើតបាទអញ្ចឹងមកខ្ញុំចង់ប្រាប់មេដាបេដាទាំងអស់ថាគាត់គិតថាម៉េចគាត់ឈប់រៀនហើយគាត់រៀនអស់ហើយ No កន្លែងហ្នឹងដែលជាផ្នត់គំនិតអវិជ្ជមានរៀនរហូតដល់ថ្ងៃស្លាប់ទើបយើងអីទើបយើងអាចដឹកនាំកូនយើងបានទើបយើងអាចដឹកនាំគ្រួសារយើងបានទើបយើងអាចដឹកនាំខ្លួនយើងបាន